Chuyện xưa này từng ở khía và cùng vào kênh Cam Mỹ Thiខ្ញុំលើកគេថា podcast តែអ្វីដែលចំណុចសំខាន់នៅក្នុងការចាប់ផ្ដើមទី1គឺបងត្រូវការសាកល្បងថាតើបងបានចង់សិក្សាអ្វីដែលថ្មីហើយអាជីពមួយនឹងវាស័ក្តិសមជាមួយនឹងបងដែរឬក៏អត់ចា តែងារក៏ដូចជាសេវាកម្មធានារ៉ាប់រងផ្ដល់ជាភាពវិជ្ជមានទៅដល់សង្គមនោះហើយចំណុចសំខាន់ទី3នោះគឺគាត់អាចនឹងមានគម្រោងដើម្បីជួយទប់ទល់ជាមួយនឹងបំណុលបើសិនជាមានរឿងរ៉ាវហេតុការណ៍ណាមួយមិនល្អកើតឡើងពួកឯងតំណងមកជឿថាអ្នកណាក៏ត្រូវការមិនថានៅក្នុងការងារមិនថានៅក្នុងក្រុមគ្រួសារមិនថានៅក្នុងសង្គមយើងចាតំណងគឺចំណុចដែលសំខាន់បំផុតជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីខ្ញុំលើកគេថា podcast ខ្ញុំឈុនដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីនេះខ្ញុំលើកគេថា podcast គឺជាកម្មវិធីដែលយើងនឹងជជែកវិញអំពីអាជីពជាភ្នាក់ងារជ្រើសរើសបរិបទដែលលោកអ្នកធ្លាប់បានលើពីមុនមកហើយយើងខ្ញុំក៏មានភ្ញៀវកិត្តិយសដែលជាវាគ្មិនក្នុងការចូលរួមបកស្រាយនៅសំណួរខ្លះៗក៏ដូចជាប្រធានបទមួយចំនួនផងដែរហើយក្នុងសប្តាហ៍ដំបូងនេះយើងក៏មានវិក្កាមិនក៏ដូចជាភ្ញៀវកិត្តិយសរបស់យើងចូលរួមផងដែរដែលគាត់នឹងមកពិភាក្សាវែកញែកតទៅជាមួយនឹងប្រធានបទតើហេតុអ្វីបានជាអាជីពជាភ្នាក់ងារជ្រើសរើសបរិបទអាចជាជំរើសស័ក្តិសមសម្រាប់លោកអ្នកផងដែរអញ្ចឹងកុំឲ្យខាត់ពេលយូរយើងសូមស្វាគមន៍ភ្ញៀវកិត្តិយសដំបូងរបស់យើងទាំងអស់គ្នាជួយសួរបងជួយណែនាំខ្លួនទៅកាន់អ្នកទស្សនារបស់យើងតិចទេបងជាសួរទាំងអស់គ្នានេះខ្ញុំឈ្មោះថាសុភាពជាប្រធានគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន Densol កម្ពុជាអូខេបងអ្នកទាំងអស់គ្នាបានស្គាល់ហើយបងស្រីឈ្មោះថោសុភាពបងស្រីសុភាពអញ្ចឹងគាត់គឺជាភ្នាក់ងារប្រឹក្សាជារ៉ាប់រងនៅក្នុងក្រុមហ៊ុន Densol របស់យើងហើយគាត់ក៏ជាភ្ញៀវកិត្តិយសដំបូងក្នុងកម្មវិធីយើងផងដែរអញ្ចឹងបងខ្ញុំមានសំណួរខ្លះៗតាក់ទងជាមួយនឹងប្រធានបទដូចដែលយើងបានលើកឡើងខាងលើអញ្ចឹងណាអញ្ចឹងដោយសារតែខ្ញុំលើគេថាច្រើនមកហៅថាអ្នកដែលជាពិសេសចំពោះអ្នកដែលបានយល់ខុសអំពីអាជីពមួយនេះអញ្ចឹងខ្ញុំចង់យល់ដឹងអំពីបន្តិចបទរបស់បងវិញថាមុននឹងយើងចូលប្រកបនៅវិស័យមួយនេះតើបងយល់ឃើញយ៉ាងម៉េចដែរចំពោះអាជីពមួយនេះបងហើយហេតុអីបានធ្វើឲ្យបងសម្រេចចិត្តមកចាប់អាជីពមួយនេះអរគុណច្រើនអូនទៀតពិតបងចាប់ផ្ដើមជាមួយនឹងវិស័យធានារ៉ាប់រងជាមួយក្រុមហ៊ុន Densol នេះនៅឆ្នាំ2017តែពេលហ្នឹងបងអត់ទាន់បានចាប់ផ្ដើមពេញលេញឬមួយក៏ឲ្យច្បាស់លាស់ចាដោយសារពេលហ្នឹងបងនៅបម្រើការនៅក្នុងស្ថាប័នមួយវិស័យធនាគារតែអ្វីដែលចំណុចសំខាន់នៅក្នុងការចាប់ផ្ដើមទី1គឺបងត្រូវការសាកល្បងថាតើបងបានចង់សិក្សាអ្វីដែលថ្មីហើយអាជីពមួយនឹងវាស័ក្តិសមជាមួយនឹងបងដែរឬក៏អត់ចាចំណុចទី2នៅពេលដែលចាប់ផ្ដើមសាកល្បងជាមួយហើយឱកាសមួយបានមកដល់គឺតាក់ទងជាមួយនឹងការចូលធ្វើពេញម៉ោងជាមួយនឹងក្រុមហ៊ុន Densol ចាតែពេលហ្នឹងបងក៏សម្រេចចិត្តផ្លាស់ប្ដូរការងារមកជាមួយនឹងក្រុមហ៊ុន Densol វិញចូលទៅក្នុងកម្មវិធីមួយជាការងារពេញម៉ោងហើយបង្កើតអាជីពថ្មីមួយខ្លួនឯងដែលជាអ្នកផ្ដល់ប្រឹក្សាហើយនៅពេលហ្នឹងមុនពេលដែលសម្រេចចិត្តនឹងក៏បានសិក្សាបន្ថែមជាមួយនឹងស្រាវជ្រាវបន្ថែមតាមរយៈខេត្តប្រទេសពួកអីសញ្ញាវិស័យធានារ៉ាប់រងនៅក្នុងប្រទេសយើងរៀងថ្មីនៅពេលដែលបងចាប់ផ្ដើមចាតែបើយើងមើលត្រឡប់ទៅវិញនៅខេត្តប្រទេសគឺគេបានមកច្រើនឆ្នាំហើយដែរចាដូចជាក្រុមហ៊ុន Densol ផ្ទាល់យើងបានដំណើរការជាង170ឆ្នាំទូទាំងពិភពលោកចាអញ្ចឹងអ្វីដែលបងមើលឃើញគឺវាមិនមែនត្រឹមតែជាការងារមួយដែលយើងធ្វើជាមួយនឹង Densol ទេប៉ុន្តែវាជួយផ្ដល់ឲ្យបងនៅអាជីពមួយអាចថាជាអាជីវកម្មមួយសម្រាប់ខ្លួនឯងនៅពេលទៅថ្ងៃមុខឬមួយក៏ជាអាជីវកម្មមួយសម្រាប់ខ្លួនបងដែលអាចផ្ដល់ការងារនឹងបន្តទៅមនុស្សផ្សេងទៀតហើយនឹងក្រុមគ្រួសាររបស់បងផងដែរអរគុណច្រើនមកសម្រាប់ការឆ្លើយតបទៅនឹងសំណួរទី1របស់ពួកយើងខ្ញុំចាប់អារម្មណ៍ចំពោះចម្លើយរបស់បងមួយដែលបងបាននិយាយថាបងងាក
មកកាន់ធ្វើជាភ្នាក់ងារត្រៀបរងគឺដោយសារតែបងចង់សាកល្បងហើយតែបងទៅ research ក៏ដូចជាទៅស្វែងយល់អំពីវិស័យមួយនេះពីខាងក្រៅប្រទេសមកវិញអញ្ចឹងខ្ញុំចង់ដឹងថាតើចំណុចសំខាន់អីគេដែលបងគិតថាបងចង់សាកល្បងធ្វើជាភ្នាក់ងារត្រៀបរងជាមួយនឹងវិស័យមួយនេះដែលនៅក្នុងប្រទេសកម្ពុជានៅពេលដែលបងចូលទៅវងហ្នឹងគឺអត់ទាន់ទូលំទូលាយឡើយសម្រាប់បងនៅក្នុងវិស័យធានារ៉ាប់រងពេលដែលឃើញដំបូងគឺវាថ្មីចាហើយបើនិយាយពី background ដែលបងធ្លាប់ធ្វើការពីមុនមកក៏អត់អាចយកមកធ្វើជាមួយនឹងធានារ៉ាប់រងបានដែរប៉ុន្តែនៅក្នុងចំណោមអាជីពមួយដែលអាចរកចំណូលបានច្រើននៅលើពិភពលោកចាមួយក្នុងចំណោម15នៅក្នុងនោះគឺមានអាជីពមួយជា consultant ចាដែលបងចាប់អារម្មណ៍ទី2ចំណុចដែលសំខាន់គឺបងចង់ផ្លាស់ប្ដូរខ្លួនឯងព្រោះឲ្យបងនៅក្នុងធ្វើការនៅក្នុងស្ថាប័នមួយហ្នឹងគឺរយៈពេលយូរជាង10ឆ្នាំហើយអញ្ចឹងគោលដៅរបស់បងគឺបងចង់ឲ្យមានអាជីវកម្មមួយសម្រាប់ខ្លួនឯងមានអាជីពមួយសម្រាប់ខ្លួនឯងចាអញ្ចឹងបងមើលឃើញថាវាជាឱកាសមួយដែលល្អនៅក្នុងការផ្លាស់ប្ដូរខ្លួនឯងដើម្បីចាប់យកអាជីពមួយទៅថ្ងៃមុខអញ្ចឹងដូចបងបាននិយាយចឹងថាបងបានចាប់ផ្ដើមអាជីពនេះចិត្តរយៈពេល10ឆ្នាំហើយត្រូវបងចឹងមានថាបងចាប់ផ្ដើមចូលជាអាជីពមួយនេះតាំងពីឆ្នាំ2018ណាបងអញ្ចឹងចំណុចសំខាន់ដែលធ្វើឲ្យបងចាប់អារម្មណ៍ហ្នឹងគឺការសាកល្បងជាមួយនឹងអ្វីដែលថ្មីហើយដូចជាការចង់ challenge ជាមួយនឹងខ្លួនឯងផងដែរអូខេបងអញ្ចឹងយើងចាប់ផ្ដើមចូលទៅកាន់សំណួរទី2ដែលជាសំណួរសំខាន់មួយដែរដែលសម្រាប់ទស្សនិកជនក៏ដូចជាលោកអ្នកដែលមានបំណងចង់ក្លាយទៅជាភ្នាក់ងារធានារ៉ាប់រងនៅក្នុងក្រុមហ៊ុនណាមួយមិនថាជាក្រុមហ៊ុន Prudential នោះទេអញ្ចឹងអ្វីដែលយើងធ្លាប់ឮពីមុនមកហ្នឹងគឺយើងឮថាភ្នាក់ងារជាអ្នកទីប្រឹក្សាភ្នាក់ងារធានារ៉ាប់រងហ្នឹងគឺដល់ភាពវិជ្ជមានទៅដល់សង្គមច្រើនអញ្ចឹងខ្ញុំចង់ដឹងពីមតិយោបល់របស់បងវិញថាតើការកាប់ផ្ដល់ភាពវិជ្ជមានទៅដល់សង្គមហ្នឹងមានន័យបែបណាទៅបងចាអូនតើតងជាមួយនឹងវិស័យធានារ៉ាប់រងនៅក្នុងអាជីពជាទីប្រឹក្សាធៀបពិតនៅក្នុងប្រទេសកម្ពុជារបស់យើងមកគិតមកដល់រយៈពេលឥឡូវរយៈពេល13ឆ្នាំអញ្ចឹងបើនិយាយពីការយល់ដឹងនៅក្នុងវិស័យធានារ៉ាប់រងយើងឃើញថាប្រជាជនរបស់យើងគាត់នៅមានកម្រិតនៅក្នុងការយល់ដឹងអញ្ចឹងក្នុងនាមទូនាទីរបស់ពួកយើងជាទីប្រឹក្សាគឺយើងបានជួយទៅកាន់ប្រជាជនរបស់យើងឲ្យគាត់បានយល់ច្បាស់អ្វីជាសេវាធានារ៉ាប់រងយុវជនហើយពីសេវាធានារ៉ាប់រងយុវជនបានជួយផ្ដល់អត្ថប្រយោជន៍ការពារទៅកាន់ក្រុមគ្រួសាររបស់គាត់ការពារកូនរបស់គាត់បែបម៉េចខ្លះចឹងទី2យើងបានដឹងទាំងអស់គ្នាហើយថាប្រជាជនរបស់យើងប្រហែលជាជាង 90% សុទ្ធតែជាប់បំណុលចាតែសួរត្រឡប់ទៅវិញថាតើមានប៉ុន្មានភាគរយដែលពួកគាត់អាចជឿជាក់ខ្លួនឯងថាគាត់នឹងមានសល់លុយសន្សំនៅពេលដែលគាត់ចូលនិវត្តន៍បើយើងសួរសំណួរនេះទៅគឺមានអ្នកចំនួនតិចមែនតើដែលគាត់អាចឆ្លើយបានអញ្ចឹងពួកយើងបានជួយទៅកាន់ប្រជាជនរបស់យើងឲ្យគាត់បានគិតនៅក្នុងការចាប់ផ្ដើមសន្សំមួយដែលមានការការពារជាពិសេសគឺគាត់បានច្បាស់ថានៅក្នុងពេលកំណត់ណាមួយគាត់អាចមានសល់លុយមកកញ្ចប់សម្រាប់ខ្លួនគាត់ចាហើយអ្វីដែលសំខាន់ជាក់ស្ដែងបំផុតសម្រាប់បងផ្ទាល់នៅក្នុងអាជីពជាទីប្រឹក្សាររយៈពេល7ឆ្នាំជាមួយនឹង Enson នេះគឺនៅក្នុងកំឡុងពេល COVID បងមានអតិថិជនរបស់បងផ្ទាល់មួយចំនួនដែលគាត់បានឆាតមកអរគុណបងដោយសារតែពួកគាត់បានលើកឡើងថានៅក្នុងកំឡុងពេល COVID បញ្ហាដែលប្រឈមតាក់ទងជាមួយនឹងការឆ្លងពួកគាត់អាចកំណត់បានថាគាត់អាចមានសុវត្ថិភាពចាទី2តាក់ទងមួយចំនួនគឺបាត់បង់តែអ្វីដែលគាត់ច្បាស់គឺបំណុលរបស់គាត់ចាអញ្ចឹងនៅពេលដែលគាត់បានជួបជាមួយនឹងបងបានសិក្សាស្វែងយល់ហើយគាត់បានចាប់ផ្ដើមឲ្យខ្លួនគាត់មានការការពារចាប់ផ្ដើមផ្ដល់ការការពារមួយទៅកាន់ក្រុមគ្រួសាររបស់គាត់អញ្ចឹងក្នុងកំឡុងពេល COVID គឺគាត់មានសុវត្ថិភាពផ្លូវចិត្តគឺគាត់ច្បាស់ថាបើសិនជាហានិភ័យនឹងមួយដែលគាត់អាចគ្រប់គ្រងបានហើយវាត្រូវធ្លាក់មកលើគាត់អញ្ចឹងបំណុលរបស់គាត់គឺអត់ទៅជាបន្ទុករបស់ក្រុមគ្រួសាររបស់គាត់ទេអូខេបងអញ្ចឹងពិតជាចាប់អារម្មណ៍មែនទែនចំពោះភ្ញៀវដែលបានឆាតទៅបងក៏ដូចជាអរគុណចំពោះការផ្ដល់សេវាកម្មពីខាងបងក៏ដូចជាក្រុមការងារទៅកាន់គាត់ក្នុងកំឡុងពេល COVID អញ្ចឹងបើសិនជាខ្ញុំអាចត្រឡប់ទៅក្រោយបន្តិច
ដើម្បីរៀបរាប់សារជាថ្មីអ្វីដែលបងបាននិយាយអំពីភាពវិជ្ជមានដែលខាងភ្នាក់ងារក៏ដូចជាសេវាកម្មធានារ៉ាប់រងផ្ដល់ជាភាពវិជ្ជមានទៅដល់សង្គមនោះទីមួយដែលយើងបានរៀនក៏ដូចជាចាប់យកអំពីការបកស្រាយរបស់បងហ្នឹងគឺអាចជួយឲ្យក្រុមគ្រួសាររៀបចំកញ្ចប់ថវិកាមួយដើម្បីអនាគតសិក្សារបស់កូនទី2គាត់អាចនឹងមានសមត្ថភាពរៀបចំគម្រោងថវិកាចូលនិវត្តន៍សមស្របណាមួយហើយចំណុចសំខាន់ទី3នោះគឺគាត់អាចនឹងមានគម្រោងដើម្បីជួយទទួលជាមួយនឹងបំណុលបើសិនជាមានរឿងរ៉ាវហេតុការណ៍ណាមួយមិនល្អកើតឡើងជាក់ស្ដែងដូចជាការឆ្លងនៅជំងឺ COVID ដូចអតិថិជនមួយក្នុងចំណោមអតិថិជនផ្សេងទៀតដែលបងបានជួបប្រទះផងដែរអញ្ចឹងយើងពិភាក្សាច្រើនមកហើយតកតងជាមួយនឹងអត្ថប្រយោជន៍ក៏ដូចជាភាពវិជ្ជមានទៅកាន់អតិថិជនក៏ដូចជាសង្គមទាំងមូលអញ្ចឹងបើយើងត្រឡប់ងាកមកវិញចំពោះខ្ញុំឧទាហរណ៍ខ្ញុំជាភ្នាក់ងារធានារ៉ាប់រងផ្ទាល់អញ្ចឹងតើបងគិតថាក្នុងអាជីពមួយនេះតើអត្ថប្រយោជន៍អីគេខ្លះដែលខ្ញុំនឹងទទួលបានចាអូនសម្រាប់អាជីពនៅក្នុងធានារ៉ាប់រងទី1អ្វីដែលទទួលបានចំណូលព្រោះអូនជឿថាអ្នកណាក៏ធ្វើការយើងប្រកបរបរដើម្បីចំណូលទី2តកតងជាមួយនឹងជំនាញព្រោះអីបើសិនជាយើងធ្វើការតាមរយៈបទពិសោធន៍ការងាររបស់យើងអាចមានការងារមួយដែលជួយឲ្យយើងមានលំនឹងចាប៉ុន្តែសម្រាប់អាជីពជាទីប្រឹក្សានៅក្នុងវិស័យធានារ៉ាប់រងគឺជួយឲ្យយើងមានអាជីពមួយច្បាស់លាស់ដាច់ដライពីគេទី2ការទទួលស្គាល់បានន័យថាឧទាហរណ៍ដូចបងផ្ទាល់នៅឆ្នាំ2028បងមានអតិថិជន2នាក់ដែលគាត់នឹងសុខសប្បាយទទួលបានលុយត្រឡប់ទៅវិញ2028ណាបងចាអញ្ចឹងបើនិយាយពីការទទួលស្គាល់ពីការអរគុណសួរថាយើងបានជួយពួកគាត់បានការពីហើយបានជួយគាត់ឲ្យបានសល់លុយចាហើយសំខាន់បំផុតគឺស្គាល់មនុស្សជាច្រើនតាមរយៈការផ្ដល់ប្រឹក្សារបស់ពួកយើងគឺយើងមិនមែនស្គាល់ត្រឹមតាអ្នកដែលនៅក្នុងអាជីពដូចយើងឬមួយក៏នៅក្នុងស្ថាប័នរបស់យើងទេតែយើងបានស្គាល់ទៅកាន់អតិថិជនជាច្រើនអរគុណច្រើនបងអញ្ចឹងសម្រាប់ខ្ញុំគឺពិតជាចាប់អារម្មណ៍មែនទែនតកតងជាមួយនឹងចំណុចដែលបងបានរៀបរាប់តកតងនឹងអត្ថប្រយោជន៍ដែលភ្នាក់ងារធានារ៉ាប់រងគាត់នឹងទទួលបានពីការងារមួយនេះអញ្ចឹងបើសិនជាខ្ញុំអាចរៀបរាប់បន្តិចតកតងជាមួយនឹងអីដែលខ្ញុំអាចចាប់បានណាបងអញ្ចឹងយើងមាន3ចំណុចសំខាន់សម្រាប់ខ្ញុំស្វែងយល់ក៏ដូចជាលោកអ្នកដែលមានបំណងចង់ខ្លាយទៅជាភ្នាក់ងារធានារ៉ាប់រងទី1ហ្នឹងគឺអត្ថប្រយោជន៍ដំបូងដែលយើងនឹងទទួលបានហ្នឹងតកតងមួយចំណូលហើយចំណុចសំខាន់ទី2នេះគឺចំណេះជំនាញហើយចំណុចសំខាន់ចុងក្រោយនោះគឺតកតងជាមួយនឹងការទទួលស្គាល់មិនថាថ្នាក់ជាតិឬអន្តរជាតិអញ្ចឹងចំណុចទី1ច្បាស់ណាស់ការងារណាក៏ទទួលបានចំណូលដែរប៉ុន្តែចំណុចទី2ដែលខ្ញុំចង់ដឹងខ្លាំងជាងគេនោះគឺបងនិយាយថាទទួលបានចំណេះជំនាញអញ្ចឹងខ្ញុំចង់ឲ្យបងជួយល្បិតបន្តិចថាចំណេះជំនាញក្នុងនាមជាភ្នាក់ងារធានារ៉ាប់រងហ្នឹងយើងទទួលបានចំណេះជំនាញអ្វីគេខ្លះដែរបងចាអូនតកតងជាមួយនឹងអាជីពជាទីប្រឹក្សានៅក្នុងវិស័យធានារ៉ាប់រងបងជឿថាទាំងអស់គ្នាយើងសុទ្ធតែធ្លាប់បានឆ្លងកាត់ការចូលរៀននៅក្នុងមហាវិទ្យាល័យក៏ដូចជាទៅដល់ថ្នាក់អនុបណ្ឌិតអ្នកខ្លះដែលគាត់អាចបានរៀនចាប៉ុន្តែសួរត្រឡប់ទៅវិញថាយើងមើលថាតើនៅមហាវិទ្យាល័យណាខ្លះតែគាត់មានបង្រៀនតកតងជាមួយនឹងអាជីពជាទីប្រឹក្សាត្រូវបងចាអញ្ចឹងបើគិតត្រឡប់ទៅវិញពេលខ្លះបើសិនជាយើងចង់មានជំនាញតកតងជាមួយនឹងការប្រឹក្សាអតិថិជននៅក្នុងវិស័យធានារ៉ាប់រងយើងមានលុយក៏យើងអាចទៅហៅសាលារៀនបានដែរចាគឺមានតែនៅក្នុងស្ថាប័នក្រុមហ៊ុនធានារ៉ាប់រងបណ្ដោះដែលអាចផ្ដល់បណ្ដាយើងបានចាទី2អ្វីដែលបងទទួលបានខ្លួនឯងផ្ទាល់គឺតកតងជាមួយនឹងការតំណែងនៅក្នុងក្រុមហ៊ុនបេនសគឺបានបណ្ដោះបណ្ដាលឲ្យពួកយើងទី1គឺផ្លាស់ប្ដូរខ្លួនឯងទី2យើងបានរៀនតកតងជាមួយនឹងការតំណែងពួកឯងតំណែងមកជឿថាអ្នកណាក៏ត្រូវការមិនថានៅក្នុងការងារមិនថានៅក្នុងក្រុមគ្រួសារមិនថានៅក្នុងសង្គមយើងចាតំណែងគឺចំណុចដែលសំខាន់បំផុតចាហើយការងារក៏ដោយអាជីវកម្មក៏ដោយអាចកើតឡើងគឺដោយសារតំណែងចាអញ្
ចឹងយើងអាចរៀនពីការប្រស័យតាក់ទងមនុស្សសូម្បីតែការស្វែងយល់ពីអត្តចរិតរបស់មនុស្ស ចា៎ចំណុចទី2សំខាន់គឺតាក់ទងជាមួយនឹងឲ្យយើងចេះជំនាញមួយទៀតគឺតាក់ទងជាមួយនឹងការដោះស្រាយចំពោះអតិថិជនចឹងរាល់ business ទាំងអស់យើងអាចសម្រាប់អាជីវកម្មនឹងបានតើតើយើងអាចផ្ដល់នៅសេវាកម្មមួយទៅជូនអតិថិជនដែលគាត់មានចម្ងល់គាត់មានមន្ទិលអញ្ចឹងចាការដោះស្រាយជំទាស់ទៅកាន់អតិថិជនជាចំណុចដែលសំខាន់ដែលយើងបានរៀននៅក្នុងការផ្ដល់ជាមួយនឹងសេវាកម្មជូនទៅអតិថិជន អរគុណច្រើនហ្មងសម្រាប់ការចូលរួមនិងចែករំលែកហើយនឹងការចំណាយពេលដ៏មានតម្លៃរបស់បងចូលរួមមកធ្វើជាភ្ញៀវកិត្តិយសនៅក្នុងសប្តាហ៍ដំបូងរបស់កម្មវិធីរបស់យើងខ្ញុំផងដែរអញ្ចឹងឥឡូវនេះកម្មវិធីរបស់យើងខ្ញុំបានឈានចូលមកដល់ទីបញ្ចប់ហើយសម្រាប់ពាក្យទី1អញ្ចឹងអ្វីដែលយើងខ្ញុំចង់ចែករំលែកក៏ដូចជារៀនបានអំពីការបដោតជូនពីបងស្រីនៅថ្ងៃនេះគឺយើងក៏លេចទៅមើលប្រធានបទរបស់យើងវិញថាហេតុអ្វីបានជាអាជីពមួយនេះស័ក្តិសមសម្រាប់លោកអ្នកនោះគឺចំពោះលោកអ្នកដែលមានគោលបំណងក្នុងការទទួលបានចំណេះដឹងក៏ដូចជាចាប់ផ្ដើមអាជីពផ្ទាល់ខ្លួនទី2គាត់អាចជួយផ្ដល់សុវត្ថិភាពផ្លូវចិត្តក៏ដូចជាការពារគោលបំណងរយៈពេលវែងទៅកាន់អតិថិជនរបស់គាត់ផងដែរហើយចំណុចសំខាន់ចុងក្រោយផងដែរនោះគឺពួកគាត់នឹងទទួលបានចំណេះជំនាញដើម្បីឲ្យគាត់ប្រកបរបរមួយនេះកាន់តែមានប្រសិទ្ធភាពនិងផ្ដល់ការការពារកាន់តែទូលំទូលាយទៅដល់អតិថិជនរបស់គាត់ផងដែរអញ្ចឹងសម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយទៅជាភ្នាក់ងារធានារ៉ាប់រងរបស់ក្រុមហ៊ុន Prudential លោកអ្នកអាចធ្វើការដាក់ពាក្យក៏ដូចជាផ្ញើ CV របស់លោកអ្នកមកកាន់ link ដែលក្រុមការងារបានដាក់ជូននៅខាងលើហើយក្រុមការងារនឹងតាក់ទងទៅលោកអ្នកវិញបន្ទាប់ពីគាត់បាន review នៅប្រវត្តិរូបសង្ខេបរបស់លោកអ្នកផងដែរជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាកម្មវិធីខ្ញុំលើកគេថា podcast តាំងពីដើមរហូតដល់ចប់យើងខ្ញុំនឹងត្រឡប់មកវិញសាជាថ្មីនៅសប្តាហ៍បន្ទាប់អញ្ចឹងកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាអរគុណច្រើនបាយបាយ